បានសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ការចូលមកកាន់វីដេអូរបស់ខ្ញុំនៅក្នុងវីដេអូមុនគឺយើងបានបង្កើតម៉ាស៊ីន client ហើយយើងទៅ join domain នៅ Windows Server របស់យើងរួចរាល់ហើយអញ្ចឹងនៅក្នុងក្រោយពីការ join domain នៅក្នុង server របស់យើងហើយអ្វីដែលអ្នកទាំងអស់គ្នាទៅធ្វើក្នុងនាមជា administrator អ្នកទាំងអស់គ្នាក៏ទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់company របស់អ្នកទាំងអស់គ្នាដែរទៅលើការគ្រប់គ្រង computer ក៏ដូច user ទាំងអស់នៅក្នុង company របស់យើងអញ្ចឹងនៅក្នុងការគ្រប់គ្រងហ្នឹងគឺគេប្រើអីគេបាទគឺប្រើ OU នឹងឯងបាទខ្ញុំនឹងដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលថា OU គឺជាអ្វីហើយយើងក៏ធ្លាប់បាននិយាយនៅក្នុងវីដេអូមុនផងដែរពេល install Active Directory គឺយើងបាននិយាយអំពី OU ខ្លះៗដែរបាទ OU គឺវាផ្ទុក object បាទជាក់ស្ដែងអ្នកទាំងអស់គ្នាអាចមើលទៅក្នុងរូបមួយនេះបានបាទនៅក្នុង company របស់ទាំងអស់គ្នាមាន OU company សំទោស OU IT OU HR OU Finance អញ្ចឹង OU ហ្នឹងគឺវាផ្ទុក object ហ្នឹងវាមានអីគេខ្លះ object ហ្នឹងយើងមាន user ហើយនិង computer នឹងឯងបាទគឺ user គឺសំដៅទៅលើគណនីរបស់អ្នកប្រើប្រាស់ហើយ computer សំដៅទៅលើ computer ដែលបាន join domain បាទហើយ user ហ្នឹងក៏យើងត្រូវការបង្កើតនៅក្នុង server របស់យើងដែរបាទយើងអត់ត្រូវការមកបង្កើតផ្ទាល់នៅលើម៉ាស៊ីនរបស់គាត់ទេបាទនិយាយឲ្យស្រួលស្ដាប់គឺ OU គឺផ្ទុក object បាទផ្ទុក account អ្នកប្រើប្រាស់បាទ account អ្នកប្រើប្រាស់ក៏ដូចជាកំណត់អត្តសញ្ញាណរបស់ computer នីមួយៗបាទយើងគ្រាន់តែមើល computer ទៅជាក់ស្ដែងនៅកន្លែងនេះដូចឈ្មោះ IT PC01 អញ្ចឹងយើងគ្រាន់តែមើល computer ហ្នឹងយើងដឹងថា computer ហ្នឹងនៅកន្លែងណាហើយនៅបន្ទប់ណាឯជាដើមបាទនៅ department IT បាទហើយជា computer PC01 អញ្ចឹងគឺគេបែងចែកទៅតាម ground floor របស់គេបាទជាន់ floor ដីជាន់ទី1អញ្ចឹងណាបាទហើយចំពោះ HR department យើងមាន user data នេះជាដើមហើយកុំព្យូទ័រគឺឈ្មោះបែបនេះបាទអញ្ចឹងអានឹងលក្ខណៈនៃការសម្គាល់បាទជារបស់គេគឺគេគាត់តែមើលគេដឹងថា user នៅណាបាទហើយកុំព្យូទ័រនៅណាបាទអញ្ចឹងអាហ្នឹងហើយគឺ OU គឺវាផ្ទុកទាំងអស់ហ្នឹងអញ្ចឹងខ្ញុំនឹងបញ្យល់បន្តិចទៀតទាក់ទងទៅនឹង OU ហើយនឹង group អញ្ចឹងយើងរៀនថ្ងៃហ្នឹងគឺយើងមាន3បាទយើងមាន OU user និង computer បាទប៉ុន្តែ group យើងនឹងនិយាយបន្ថែមពេលក្រោយទៀតបាទអ្វីទៅជា OU អញ្ចឹងខ្ញុំសូមនិយាយពាក្យពេញ OU បន្តិចទៀតចុះបាទ OU គឺមកពីពាក្យថា Organization Unit បាទវាក៏ដូចជា folder មួយអញ្ចឹងដែលទាំងអស់គ្នាត្រូវការបង្កើត folder main មួយនៅក្នុងហ្នឹងហើយបន្ទាប់មកទាំងអស់គ្នាត្រូវការបែងចែកទៅតាម port នីមួយតទៀតអញ្ចឹងណាបាទនឹងមាន sub folder តទៀតអញ្ចឹងអាហ្នឹងគឺជាលក្ខណៈរបស់ OU ឧទាហរណ៍ថានៅក្នុងក្រុមការងារនៅក្នុងក្រុមហ៊ុនអ្នកទាំងអស់គ្នាមានច្រើនអញ្ចឹងយើងបែងចែកឧទាហរណ៍នៅក្នុងរូបមួយនេះគឺវាមានតែ3ទេប៉ុន្តែបើសិនជាមានច្រើនជាងហ្នឹងទៀតអ្នកទាំងអស់គ្នាតែចែកទៅតាមហ្នឹងទៀតបាទគឺយើងបង្កើត OU ដើម្បីផ្ទុកអាហ្នឹងបាទព្រោះ OU វាគឺជា container បាទនៅក្នុងរូបភាពមួយនេះគឺអ្នកទាំងគ្នានឹងឃើញហើយបាទអញ្ចឹងដូចជា OUIT យើងមានផ្ទុកuser ទៀត user ហ្នឹងយើងមាន user admin បាទ user ឈ្មោះសុខាបាទអញ្ចឹងគឺអាហ្នឹងហើយបាទយើងសម្គាល់ថា user សុខាហើយនិង admin ហ្នឹងគឺគាត់នៅក្នុងបាទ OUIT បាទហើយយើងមាន computer យើងមាន IT PC01 IT PC02 អញ្ចឹង computer ហ្នឹងគឺតំណាងឲ្យបាទ department របស់ IT ហើយទៅ HR ទៅ finance ទៅ sale ទៅអីគឺវាដូចគ្នាវាអត់ខុសគ្នាទេបាទនេះគឺជារូបភាពមួយបើសិនទាំងគ្នាសាកសម័យមើលថាទាំងគ្នាអត់មាន OU នៅក្នុងការគ្រប់គ្រងទេនៅក្នុង company របស់ទាំងគ្នាអញ្ចឹង computer អ្នកទាំងគ្នាដាក់ថា PC01 PC02 ប៉ុន្តែនៅលោកឡំគ្នាជាមួយ department ផ្សេងអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចង់control ទៅលើ computer ណាមួយគឺពិបាកមែនទែនបាទយើងអត់ដឹងថាយើងត្រូវ control វាដោយរបៀបណាតើគ្នាមើលថាបើសិនអានេះ computer ហ្នឹងវាមានតែ4 computer ទេហើយ user មាន4ដូចគ្នាដែរអញ្ចឹងបើសិនជាឡើងដល់រាប់ពាន់រាប់ម៉ឺនហើយ computer ទៅខេត្តនេះទៅសាខាខេត្តនេះខេត្តនោះបាទអាហ្នឹងរត់តបល់ទៀតហើយអញ្ចឹងគោលបំណងនៃ OU គឺបែបហ្នឹងបាទវាគឺជា container ដែលវាផ្ទុកអាទាំងអស់ហ្នឹងបាទព័ត៌មានទាំងអស់ហ្នឹងបាទខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងយល់ហើយខ្ញុំសូមលម្អិតពីវាប៉ុណ្ណឹងបាទអញ្ចឹងបើនិយាយខ្ញុំសូមបន្ថែមតិចទៀតបើនិយាយឲ្យស្រួលទៅគឺយើងក្នុងនាមជា administrator ហ្នឹងគឺយើងរៀបចំ user រៀបចំ computer បាទដើម្បី apply ទៅលើ group policy បាទតិចទៀតយើងនឹងយល់ហើយយើងនឹងរៀនថាអ្វីទៅជា group policy បាទហើយយើងត្រូវការ delegate ទៅលើ administrator បាទគ្រប់គ្រងតាមdepartment ផ្សេងអាហ្នឹងហើយគឺជាគោលបំណងនៃ OU ចុះ user ជាអ្វីបាទ user គឺជា account របស់បុគ្គលិកម្នាក់ដែលគាត់អាច log in ទៅកាន់ domain របស់យើងបានអញ្ចឹងខ្ញុំនឹងលម្អិតពីវាបាទឥឡូវខ្ញុំសូមបើក notepad ហើយខ្ញុំនឹងបើកឧទាហរណ៍ដល់គ្នាយើងនឹងរៀនយល់វីដេអូពីវាដល់គ្នាឧទាហរណ៍ថាឥឡូវយើងចូលទៅដល់ user អញ្ចឹង user ឧទាហរណ៍ថាយើងបង្កើត user name និង password មួយនៅក្នុងក្រុមហ៊ុនពី server របស់ក្រុមហ៊ុនដើម្បីឲ្យបុគ្គលិកនឹងធ្វើការ login ទៅលើ computer ដែលបាន join domain ហើយអញ្ចឹងយើងបង្កើត user ជូនគាត់ឧទាហរណ៍ថា user ឈ្មោះសុខាបាទអញ្ចឹងសុខាហ្នឹងតាមពិតគេត្រូវមានទៀតតើគ្នាគេអាចដាក់ថាសុខា IT អីចឹងទៅអញ្ចឹងដើម្បីគេដឹងថាសុខាហ្នឹងនៅ department ណាហើយមាន password អីបាទដើម្បីយើងកំណត់យើងអាចគ្រប់គ្រងទៅលើ user មួយហ្នឹងបានបាទសុខាអញ្ចឹងនៅពេលដែល
គេ join domain គេអាចបាទអាចចេះអាចឧទាហរណ៍ថា company backslash company slash សុខាអញ្ចឹងទៅអញ្ចឹងអាហ្នឹងនៅពេលដែលcompany នៅពេលដែលយើងធ្វើការបង្កើត user ពី server ដើម្បីឲ្យគាត់ធ្វើការ login ឬក៏មួយទៀតអាចចេះបាទអាចសុខាទៅតាមប្រភេទក្រុមហ៊ុននេះណាបាទសុខា add company company .com អញ្ចឹងទៅបាទអាហ្នឹងគឺរបៀបអញ្ចឹងបាទរបៀបដែលគេបង្កើតមកគឺសម្គាល់ឲ្យ user មួយហ្នឹងហើយយើងcontrol ពី server បានបាទនិយាយទៅគឺអ្វីទាំងអស់គឺយើងជា administrator គឺយើងអាច control ទៅលើគាត់បានបាទខ្ញុំសូមនិយាយបញ្ចូលប៉ុណ្ណឹងចុះខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់ច្បាស់ពីគោលបំណងនៃការបង្កើត OU បាទកុំឲ្យយើងអត់ដឹងអញ្ចឹងយើងដើម្បីកាន់តែច្បាស់ថែមទៀតយើងនឹងទៅបង្កើតវានៅក្នុង Windows Server យើងទាំងអស់គ្នាអញ្ចឹងយើងទាំងអស់គ្នាទៅការបើក VMware របស់អ្នកទាំងអស់គ្នាមកបាទឥឡូវយើងបើកបាទ Windows Server 2022យើងនឹងមកយើងទៅបង្កើត user ដើម្បីឲ្យ user គាត់យក account របស់គាត់ហ្នឹងទៅ sign in នៅលើម៉ាស៊ីន client ដែលយើងបាន join domain ហើយបាទហើយយើងនឹងកំណត់ rule ផ្សេងៗនៅលើនឹងឲ្យគាត់បន្ថែមទៀតបាទបន្ទាប់មកអ្នកនរគ្នាត្រូវការ press control alt insert មកបាទដើម្បីចូល server យើងបានតែប៉ុតអា key ទាំងអស់ហ្នឹងគឺអ្នកនរគ្នាបានស្គាល់ហើយបាទខ្ញុំគ្រាន់តែនិយាយបន្ថែមទៅប៉ុណ្្នឹងឯងនៅក្នុង group នៅក្នុងវីដេអូបាទឥឡូវយើងធ្វើការដាក់ password បាទ password របស់ខ្ញុំគឺ ABC បាទយើងចូលទៅខាងក្នុងបាទឥឡូវហ្នឹងយើងចុចកន្លែង key window មកបាទដើម្បីទៅបើកWindows Administrator 2បាទយើងចូល Windows Administrative បាទ Administrative 2បាទសំទោសយើងចុចលើវាមួយមកហើយបន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យថា Active Directory User and Computer យើងចូលហ្នឹងមកបាទតើអ្នកចុចទៅលើ E6 របស់យើងបាទអានេះគឺជា built-in ដែលគេ build មកស្រាប់ណាអញ្ចឹងយើងត្រូវការបង្កើតសម្រាប់បាទ department នីមួយៗនៅក្នុងក្រុមហ៊ុនរបស់យើងបាទនិយាយសួរស្រាប់ថាយើងឧទាហរណ៍ចុះបាទអញ្ចឹងគឺក្រុមហ៊ុនយើងមិនធំប្រហែលទេយើងធ្វើមួយទៅបាទអញ្ចឹងខ្ញុំ right click ទៅលើ local name របស់ខ្ញុំគឺ e6 .local ហើយបន្តមកអ្នកនរគ្នាយកពាក្យថា new បន្តមកអ្នកនរគ្នានឹងឃើញពាក្យថាorganization unit បាទដែលយើងហៅកាត់ថា OU នឹងឯងបាទអាហ្នឹងហើយគឺ OU បាទ organization unit អញ្ចឹងចុចលើវាមកហើយបន្ទាប់មកអ្នកនរគ្នាត្រូវការដាក់ឈ្មោះ department ដែលអ្នកនរគ្នាត្រូវការផ្ទុកឧទាហរណ៍ថាវាមិនសំដៅថា department នេះអ្នកនរគ្នាធ្វើការនៅលើអីអ្នកនរគ្នាត្រូវការផ្ទុកអីនៅលើហ្នឹងអ្នកនរគ្នាអាចដាក់ឈ្មោះវាទៅឧទាហរណ៍ថាខ្ញុំធ្វើការនៅក្រុមហ៊ុនហ្នឹងហើយក្រុមហ៊ុនមួយអញ្ចឹងខ្ញុំត្រូវការផ្ទុកdepartment accounting ចុះបាទ accounting អញ្ចឹងខ្ញុំដាក់នឹង accounting អញ្ចឹងអាហ្នឹងហើយគឺ accounting វានឹងផ្ទុក user ហើយនឹង computer នៅក្នុងហ្នឹងទៀតបាទប៉ុន្តែយើងត្រូវការបង្កើត OU នឹងជាមុនសិនបាទបន្ទាប់ពីអ្នកនរគ្នាដាក់ឈ្មោះហើយកន្លែង tick នេះគឺអ្នកនរគ្នាត្រូវការ tick យកមូលហេតុអីបាន tick យកយើង tick ហ្នឹងគឺដើម្បីការពារលុបបាទការពារលុបហ្នឹងនៅពេលដែលយើងច្រឡំដៃលុបវាមិនអាចងាយលុបប្រេះប្រាស់បានទេបាទនៅលើ server គឺវាសុវត្ថិភាពបែបហ្នឹងយើងអាចជួយលុបប្រេះប្រាស់បានទេបាទព្រោះហ្នឹងវាដូចជា folder អញ្ចឹងតែកាលណាតើអ្នកលុបគឺទៅទាំងអស់ហើយបាទអាហ្នឹងគឺបែបហ្នឹងអញ្ចឹងយើង tick អាហ្នឹងទៅដើម្បីកុំឲ្យច្រឡំដៃលុបប្រេះប្រាស់ហើយយើង tick OK មកបាទអញ្ចឹងយើងនឹងបានឃើញនេះបាទគឺ accounting ហើយបាទអញ្ចឹងយើងអាចនៅក្នុង accounting ខ្ញុំត្រូវមាននៅក្នុង department accounting ខ្ញុំត្រូវមាន user និង computer ដែលខ្ញុំត្រូវគ្រប់គ្រងពួកគាត់នៅក្នុងហ្នឹងទៀតអញ្ចឹងខ្ញុំធ្វើការបង្កើតបន្ថែមទៀតបាទគឺខ្ញុំបង្កើត folder បន្ថែមទៀតនៅក្នុងហ្នឹងខ្ញុំបង្កើតយក organization ទៀតហើយខ្ញុំដាក់ថា user បាទយើងបង្កើត user ដើម្បីផ្ទុក user ដែលនៅក្នុង department accounting នឹងមួយទៀតបាទចុច tick OK មកអូខេយើងបាន user ហើយអញ្ចឹងខ្ញុំទៅបង្កើតមួយទៀតគឺខ្ញុំនឹងដើម្បី store បាទបង្កើតដើម្បី store ទៅលើcomputer បាទ computer នៅក្នុង department accounting នឹងដូចគ្នាដែរអូខេឥឡូវយើងបាន2ហើយបាទបន្តទៀតគឺបើសិនបាទយើងមុនហ្នឹងយើង tick ដើម្បី protect វា protect ក៏ការពារលុបអញ្ចឹងយើងចង់ដឹងថាចុះបើយើងលុបបានអត់ឥឡូវខ្ញុំសាក mouse ស្ដាំហើយខ្ញុំយកពាក្យថា delete អូខេឃើញអត់គឺលុបអត់បានទេបងប្អូនលុបអត់បានទេអញ្ចឹងអាហ្នឹងហើយគឺវាការពារបែបហ្នឹងបាទកាយលោយើងច្រឡំដៃលុបអញ្ចឹងណាបាទហើយបើលុបទៅគឺអស់ហើយបាទកុំដល់ក្នុងហ្នឹងអញ្ចឹងករណីបើសិនជាបងប្អូនច្រឡំដៃបកកើតហើយចង់លុបវិញតើទៅធ្វើម៉េចអញ្ចឹងអានេះឥឡូវបើយើងមើលកន្លែង property បាទគឺអត់មានកន្លែងលុបទេអូខេមានកន្លែងលុបទេអញ្ចឹងអ្វីដែលអ្នកនរគ្នាត្រូវធ្វើអ្នកនរគ្នាមើលខាងលើនេះគឺពាក្យថា view បាទហើយយើងយកពាក្យថា advanced feature អញ្ចឹងនៅពេលដែលយើង
ចូលកន្លែង advanced feature វានឹងបង្ហាញ folder ជាច្រើនបាទដែលនៅអាចនិយាយថាកម្រិត advanced ណាអញ្ចឹងវាញញ៉ៃអញ្ចឹងយើងចូលកន្លែងដែលយើងចង់លុបមកយើងចូល accounting បាទឧទាហរណ៍ថាចង់លុបអានេះចុះបាទកុំព្យូទ័រនេះចុះអញ្ចឹងខ្ញុំម៉ៅស្ដាំហើយខ្ញុំយក delete បាទក៏នៅ delete បានដែរអញ្ចឹងយើងត្រូវការចូល property មកបាទហើយយើងមើលកន្លែង object នេះបាទយើងឃើញនេះគឺ protected object នេះបាទ from accidental នេះអញ្ចឹងយើងត្រូវការដោះ tick វាមកហើយយើង apply អូខេអញ្ចឹងជាមួយខ្ញុំលុបបានអត់អូខេអញ្ចឹងខ្ញុំលុប yes គេឃើញបានអត់អញ្ចឹងអាលុបវាគឺស្មុគស្មាញអញ្ចឹងមិនងាយច្រឡំដៃលុបរេប្រាស់ទេបាទហើយបើសិនជាប៉ុណ្ណឹងគឺនៅច្រឡំដៃលុបទៀតអាហ្នឹងបាទទទួលខុសត្រូវដោយខ្លួនឯងខ្ញុំសូមបង្កើតវិញបាទយើងចូល new ទៅដែរហើយយើងចូល organization ខ្ញុំដាក់ថា computer បាទ computer អូខេអញ្ចឹងបើសិនជាយើងដាក់ advanced feature វាចេញមកញ៉ៃអញ្ចឹងខ្ញុំសូមបិទវាវិញ advanced feature កុំឲ្យវារញ៉េរញ៉ៃពេកបាទអញ្ចឹងយើងមាន2នេះវិញដដែលហើយបាទនឹងគ្រាន់តែជាការបង្កើត OU ទេអញ្ចឹងគោលបំណងយើងគឺយើងត្រូវបង្កើត user បាទអញ្ចឹងយើងចូលកន្លែង user មកបាទអញ្ចឹងអានេះគឺជា user ដែលវាមានស្រាប់អញ្ចឹងuser ដែលមានសិទ្ធិជា administrator នេះអ្នកគួរតែ disable ចោលបាទ disable ចោល user ហ្នឹងពីព្រោះអី user ដែលមានសិទ្ធិជា administrator អញ្ចឹងបើសិនជាយើងអត់ disable វាចោលបាទបានន័យថាអ្នកខាងក្រៅគេអាចដឹងឈ្មោះមួយបាត់ទៅហើយបាទដឹងឈ្មោះ username របស់យើងមួយបាត់ទៅហើយគឺឈ្មោះ administrator ហ្នឹងបាទគឺវាជាឈ្មោះ default អញ្ចឹងអីដែលគេត្រូវការរាវបន្ថែមទៀតគឺគេរាវតែ password របស់យើងទេអញ្ចឹងយើង disable វាចោលហើយយើងបង្កើត user មួយថ្មីបាទដែលមានសិទ្ធិស្មើទៅនឹង administrator ហ្នឹងបាទអ្នកទាំងអត់អញ្ចឹងអាហ្នឹងគឺចង់បញ្យល់អ្នកទាំងបែបហ្នឹងប៉ុន្តែខ្ញុំអត់ធ្វើអីបន្ថែមទៀតទេបាទហើយ gas នេះជាទូទៅគឺវាត្រូវបាន disable ហើយបាទអញ្ចឹងឥឡូវយើងបាច់ខ្វល់ពីហ្នឹងទៀតទេតែហ្នឹងខ្ញុំគ្រាន់តែជួយបញ្ជាក់បន្ថែមអ្នកទាំងគ្នាបន្តមកអ្នកទាំងគ្នាធ្វើការមកស្ដាំបាទហើយយើងយកពាក្យថា new បន្តមកអ្នកទាំងគ្នានឹងឃើញពាក្យថា user នៅខាងក្រោមនេះបាទអញ្ចឹងយើងធ្វើការចុចទៅលើ user ហ្នឹងមកបាទគោលបំណងនៃការបង្កើត user នេះគឺយើងបង្កើតហើយយើងឲ្យ user គាត់យក username និង password ដែលយើងបានបង្កើតហ្នឹងទៅ login ទៅលើម៉ាស៊ីនដែលបានjoin domain របស់យើងហើយគឺបាទយើងមិនចាំបាច់ទៅបង្កើត user ផ្ទាល់នៅម៉ាស៊ីនរបស់គាត់ទេអញ្ចឹងលក្ខណៈពិសេសរបស់ server គឺវាលយបែបហ្នឹងបាទអាហ្នឹងគឺអញ្ចឹងបាទបន្ទាប់មកអ្នកនរអាចធ្វើការដាក់ឈ្មោះទៅបាទ first name អញ្ចឹង first name ខ្ញុំដាក់សុធីសុបាទហើយ last name បាទ last name ខ្ញុំសុអូខេ full name ហើយកន្លែងនេះគឺអានេះគឺវាមានស្តង់ដាររបស់គេតើគ្នានៅក្នុងការ log in នៅក្នុងនេះមួយអញ្ចឹងនៅក្នុងក្រុមហ៊ុននីមួយឧទាហរណ៍ថាដូចខ្ញុំសូមយកបែបនេះចាស់គឺ source. បាទធានស៊ូណាបាទ source.thiansu at e6.local បាទអញ្ចឹងអាហ្នឹងគឺជាស្តង់ដាររបស់ខ្ញុំបាទហើយកន្លែងនេះបាទអញ្ចឹង user បើសិនជាអ្នកគ្នា Windows Server ក្រោយឆ្នាំ2000គឺយើងប្រើ add e6.local បាទប៉ុន្តែបើមុនឆ្នាំ2000គឺគេប្រើរបៀបនេះគឺ e6/ បាទអាហ្នឹងគឺបាទហើយយើងចុច next មកបាទកន្លែងនេះយើងធ្វើការដាក់ password បាទ password ឲ្យគាត់ដើម្បីគាត់ login ណាអញ្ចឹង password ហ្នឹងខ្ញុំនឹងបញ្យល់នៅក្នុងនេះមួយនេះអញ្ចឹងនៅពេលដែលយើង tick យកលើបាទអញ្ចឹង user នៅពេលដែលគាត់ login គាត់បាន username និង password ដែលយើងបានបង្កើតឲ្យហើយហ្នឹងគាត់យកទៅ login នៅលើម៉ាស៊ីនរបស់គាត់ម៉ាស៊ីនដែលយើងឲ្យគាត់ធ្វើការហ្នឹងម៉ាស៊ីនដែល join domain ហើយអញ្ចឹងនៅពេលដែលគាត់ login ចូលដំបូងគឺវានឹង load ឲ្យយើងដូរ password មានន័យថា load ឲ្យ client ហ្នឹងគាត់ធ្វើការដូរ password ចោលបើយើងជា administrator យើងអត់ត្រូវការដឹងពី password របស់គេទេបាទអញ្ចឹងអាហ្នឹងគឺគេត្រូវការដូរបើសិនជាយើង tick យកលើ login ចូលភ្លាមវានឹងសួរយើងវានឹងឲ្យយើងដូរវាមិនសួរវាឲ្យយើងដូរ password តែម្ដងប៉ុន្តែបើសិនជាយើង tick យកអាទី2នេះអញ្ចឹង user cannot change password មានន័យថាយើងអត់ឲ្យគាត់បដូរ password នឹងបានទេតន់បាទកន្លែងហ្នឹងគឺនៅលើ server បាទគឺបែបហ្នឹងប៉ុន្តែនៅក្នុងចំណោមពីរហ្នឹងយើងអាច tick បានទាំងពីរណាអាច tick បានម្ដងទាំងពីរគឺវា conflict គ្នាបាទវាច្រាស់គ្នាបាទអូខេបន្តមកទី3គឺ password never expire អញ្ចឹងបើសិនយើងយក tick អាហ្នឹងខ្ញុំបន្តកាត់បរិយាបើយើង tick យកអាហ្នឹងគឺ password របស់យើងគឺវាអត់ចេះ expire ទេបាទគឺវាប្រើបានរហូតដាក់ហើយគឺប្រើបានរហូតប៉ុន្តែបើសិនជាយើងដោះ tick រៀងរាល់3ខែម្ដងវានឹង load ឲ្យម៉ាស៊ីន client ហ្នឹងគាត់ធ្វើការផ្លាស់ប្ដូរ password រៀងរាល់3ខែម្ដងហើយមួយទៀតគឺ account disable មានន័យថាយើងបង្កើតហើយប៉ុន្តែយើងអត់ប្រើទេយើងអាច disable ទុកសិនបាទយើងបង្កើតទុកមុនយក account នឹងទៅប្រើ
បាទអញ្ចឹងខ្ញុំសុំតិចយកលើទៅដើម្បីនៅពេលដែល login ចូលទៅវិញវានឹងធ្វើការឲ្យយើងនឹងដូរ password នឹងថ្មីតែម្ដងបាទអញ្ចឹងខ្ញុំសុំធ្វើការដាក់ password abc add ទី3ដល់លើបាច់ abc abc ខ្ញុំដាក់ដូចគ្នាទាំងអស់តែម្ដងបាទហើយបន្តមកយើងចុច next មកបាទនេះគឺជាព័ត៌មានដែលយើងបានបង្កើតមុនហ្នឹងហើយយើងធ្វើការ finish បាទពេលហ្នឹងយើងនឹងមាន user មួយនេះបាទ user មួយនេះគឺឈ្មោះហ្នឹងដែលយើងបានបង្កើតបាទនៅក្នុងកន្លែង user បាទបន្តមកទៀតយើងធ្វើការមកស្ដាំទៅលើ user ហ្នឹងមកយើងនឹងធ្វើការ update ព័ត៌មានបន្ថែមទៀតទៅលើគាត់ហើយយើងយក property បាទវាបង្ហាញ feature បែបហ្នឹងមកអ្នកនរគ្នាប្រកាសជាឃើញហើយយើងមានឈ្មោះយើងមាន display name ហើយអានេះគឺជាព័ត៌មានទូទៅយើងអាចដាក់លេខទូរស័ព្ទរបស់គាត់ email page អីជាដើមបាទ address បាទ account បាទតាក់ទងទៅនឹង account កន្លែងនេះយើងមាន log on hour បាទ log on hour ហ្នឹងគឺនៅពេលដែលយើងចុចបាននេះមកវានឹងបង្ហាញបែបហ្នឹងអញ្ចឹងអាហ្នឹងគឺជាម៉ោងឬក៏ជាពេលដែលបងប្អូនគ្នាកំណត់ឲ្យបាទកំណត់ឲ្យ user ហ្នឹងគាត់ log in បានតែពេលណាទេបាទអញ្ចឹងអាហ្នឹងគឺយើងការពារ security បានន័យថាម៉ោងណាដែលអាច log in ចូលបានខ្លះឧទាហរណ៍ឥឡូវខ្ញុំបិទសិនអញ្ចឹងឧទាហរណ៍ថាយើងឲ្យគាត់ log in បានតែចាប់ពីម៉ោង8ឧទាហរណ៍ណាបាទម៉ោង8នេះអាពណ៌ខៀវហ្នឹងគឺម៉ោងដែលអាច log in បានសុំទោះនេះម៉ោង7អញ្ចឹងយើង log in ពីម៉ោង8ដល់ម៉ោងម៉ោង5ចុះបាទរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្របើដាក់ត្រូវឥឡូវខ្ញុំលុបសិនបន្តមកលុបសិនអូខេហើយយើងមើលឡើងវិញជិះនេះម៉ោង8បាទពីថ្ងៃច័ន្ទបាទដល់ម៉ោង5ឧទាហរណ៍ណាបាទអូម៉ោង8ដល់ម៉ោង6អញ្ចឹងក៏បានដែរអាពណ៌ខៀវនេះវាលុបចោលវិញបាទអញ្ចឹងគឺម៉ោង QQ ហ្នឹងនេះយើងឃើញនេះម៉ោង QQ ហ្នឹងគឺជាម៉ោងដែលគាត់អាច log in បានន័យថាបើខុសពីម៉ោងហ្នឹងគឺគាត់អាច log in បានទេនេះពីម៉ោងបានដល់ម៉ោងបាននេះបាទប៉ុណ្ណឹងចាហ្នឹងគឺអញ្ចឹងហើយខ្ញុំដោយសារខ្ញុំចង់ខ្ញុំអត់កំណត់ទេសម្រាប់ខ្ញុំគឺខ្ញុំដាក់ all តែម្ដងទៅបាទដើម្បីស្រួលខ្ញុំចូលពេលណាក៏បានអញ្ចឹងយើងធីកអូខេមកបាទហើយចំណុចមួយទៀតគឺ log on to កន្លែង log on to នេះគឺមានន័យថានៅពេលដែលយើងបង្កើត user ហ្នឹងគាត់អាចទៅប្រើ username password របស់គាត់ហ្នឹង log in បាននៅលើកុំព្យូទ័រណាខ្លះអញ្ចឹងបើសិនជាយើង select all គឺមានន័យថាគ្រប់កុំព្យូទ័រទាំងអស់ដែល join domain របស់យើងគឺគាត់អាច log in ចូលបានប៉ុន្តែបើសិនបើយើង tick យកក្រោមហើយយើង add ឈ្មោះម៉ាស៊ីនដែលយើង join Windows សុំទោះ join domain របស់យើងវាយមកដើម្បី add បានន័យថាឲ្យ user មួយហ្នឹងគាត់ log in បានតែមួយហ្នឹងឯងគាត់អត់អាចទៅ log in លើម៉ាស៊ីនផ្សេងបានទេបាទអាហ្នឹងគឺបែបហ្នឹងអញ្ចឹងខ្ញុំទៅមើល username password ឡើងវិញកុំព្យូទ័រដែលយើងបាន join domain ហ្នឹងណាបាទនេះគឺ csd pc. នេះបាទអញ្ចឹងយើងត្រូវការកំណត់មកយើងចុះនេះហើយយើងដាក់មកបាទcsd pc 1អញ្ចឹងបានន័យថា user ហ្នឹងគាត់អាច log in បានតែម៉ាស៊ីនមួយហ្នឹងម៉ាស៊ីនមួយហ្នឹងគឺសម្រាប់គាត់បាទអញ្ចឹងយើងចុច add មកនេះចូលនេះបាទតោះយើងវាយទៅបាន add បានអញ្ចឹងយើង tick OK មកបាទចំណុចបន្ទាប់នៅក្នុងនេះគឺ account option សុំទោះ account expire អញ្ចឹង expire ហ្នឹងគឺយើងអាចកំណត់បានទៀតថា account មួយហ្នឹងបាទគាត់មានរយៈពេលប៉ុន្មានបាទគាត់ប្រើអាចពីពេលណាដល់ពេលណាអញ្ចឹងអាហ្នឹងឧទាហរណ៍ថាបុគ្គលិកគាត់ចូលមកធ្វើការតែ3ខែទេហើយគាត់ត្រូវការចេញទៅវិញហើយបាទអញ្ចឹងយើងអាច set ទៅបាទគាត់ប្រើបានកំឡុងពេលតែ3ខែហ្នឹងបើសិនជាកំឡុងពេលតែ3ខែហ្នឹងបាទហើយនៅពេលដែលចប់3ខែហ្នឹងគឺ username password មួយហ្នឹងគឺ log in ចូលឡើងបានហើយបាទគឺវា expire ហើយអញ្ចឹងខ្ញុំសូមអត់ធីកយកទេបាទគឺវាមាន function ច្រើនមែនទែននៅលើ server វា security បែបហ្នឹងបាទចំណុចបន្ទាប់ទៀតបាទបន្តមកទៀតយើងមាន function ច្រើនទៀតយើងឃើញកន្លែង member of ហ្នឹងមានន័យថា user មួយហ្នឹងមាន domain យ៉ាងតិចក៏មួយដែរបាទមួយនេះទៅគាត់ log in ចូលបានបើសិនបើយើងដកគាត់ចេញពីហ្នឹងទៀតដកគាត់ចេញពី domain របស់យើងហ្នឹងទៀតគឺវាអត់អាចបាទ log in ចូលបានទេអញ្ចឹងអាហ្នឹងគឺយ៉ាងតិចគឺមានប៉ុណ្ណឹងហើយយើងអាច add គាត់បានបន្ថែមទៀតផងដែរប៉ុន្តែខ្ញុំសូមអត់ធ្វើអីបន្ថែមទៀតទេបាទខ្ញុំចុច OK
បាទអញ្ចឹងយើងនឹងបាន user មួយនេះបាទ user របស់យើងហ្នឹង user មួយហ្នឹងអញ្ចឹងខ្ញុំចង់ move user ហ្នឹងយកទៅទុកនៅឲ្យមានសណ្ដាប់ធ្នាប់បាទអានេះ user ដែលវាមានស្រាប់មកបាទនៅលើ server ហ្នឹងអញ្ចឹងបើសិនជាយើងបង្កើតហើយវានៅច្រើនទៀតបាទយូរទៅច្រើនទៅគឺយើងពិបាក control អញ្ចឹងហើយបានយើងបង្កើត accounting មកបង្កើត user បង្កើត computer មកគឺយើងដើម្បីស្រួលគ្រប់គ្រងវាបាទគ្រប់គ្រងវាទៅតាមផ្នែកនីមួយៗឧទាហរណ៍ថា user មួយហ្នឹងគាត់ធ្វើការនៅ accounting អញ្ចឹងហើយខ្ញុំត្រូវការ move គាត់ទៅក្នុង accounting តែម្ដងខ្ញុំមកស្ដាំលើគាត់មកហើយយើងយកវាថា move នៅខាងលើនេះបាទបន្ទាប់មកយើងចូល accounting ខាងលើហើយយើងចូលពាក្យថា user នេះបាទអញ្ចឹងយើងដាក់គាត់នៅ user click OK បាទបាត់ពីហ្នឹងហើយអញ្ចឹងយើងចូលទៅមើលនៅក្នុង user បាទយើងនឹងឃើញមាន user មួយឈ្មោះមួយនេះដែលយើងបានបង្កើតមុនហ្នឹងបាទដែលយើងបាន move បង្កើតហើយយើង move មកទុកនៅក្នុង accounting ហ្នឹងអញ្ចឹងគាត់នៅក្នុង OU accounting បាទជាសារអ្នកនរគ្នាមុនហ្នឹងដោយសារដាក់ទៅវាអត់ស៊ីគ្នាដោយសារខ្ញុំតាមចាប់អារម្មណ៍ដែរនេះកុំព្យូទ័រនេះគឺខ្ញុំដាក់ថា CSD PC អញ្ចឹងជាពាក្យកាត់មួយហ្នឹងហើយអានេះកុំព្យូទ័រយើង join domain ហ្នឹងអានេះខ្ញុំដាក់វា CSD ទៅដើម្បីឲ្យវាគេត្រូវមួយគ្នាណាបាទអញ្ចឹងយើងបាន move user ហ្នឹងបាទ user ហ្នឹងចូលមកក្នុង IT department ហើយអញ្ចឹងកុំព្យូទ័ររបស់គាត់នេះកុំព្យូទ័ររបស់គាត់គឺអត់បាន move មកទេនេះកុំព្យូទ័រហ្នឹងអញ្ចឹងយើងតែការ move កុំព្យូទ័រហ្នឹងចូលទៅក្នុងបាទ OU របស់កុំព្យូទ័ររបស់ IT ហ្នឹងដែរអញ្ចឹងចុចមកស្ដាំមកហើយយើងយកវាថា move ទៅបាទយើងយកទៅដាក់នៅ folder របស់យើងមកនេះគឺកុំព្យូទ័រហើយយើង click OK អញ្ចឹងនៅពេលហ្នឹងគឺវាមានសម្ដាប់ធ្នាប់ហើយបើសិនជាយើងចូលមក department IT ចូលមក department IT យើងមានកុំព្យូទ័រអូខេយើងមាន user អញ្ចឹងអាហ្នឹងគឺជា OU យើងតែបង្កើតវាបើសិនជាករណីមាន accounting មួយទៀតយើងបង្កើតហើយយើងដាក់ accounting តគ្នាទៀតមកបាទយើងមានគ្រប់គ្រងទៅលើនឹងបន្ថែមទៀតណាបាទបន្ទាប់ពីយើងបានបង្កើត user ជោគជ័យហើយអញ្ចឹងអីដែលយើងធ្វើបន្តគឺយើងត្រូវឲ្យ user ហ្នឹងគាត់ធ្វើការ log in ទៅលើម៉ាស៊ីនរបស់គាត់ម៉ាស៊ីនដែលយើងបាន join domain ហ្នឹងអញ្ចឹងយើងត្រូវការបើកម៉ាស៊ីន client របស់យើងវិញបាទយើងត្រូវការបើកវាមកបាទយើងចូលមកដោយសារតែកុំព្យូទ័ររបស់ខ្ញុំហ្នឹងវាអត់មាន password អញ្ចឹងប្រហែលជាវាចូលទៅក្នុងអូខេអត់ទេអញ្ចឹងយើងចុចកន្លែង other user នេះមកកន្លែងនេះយើងធ្វើការដាក់ username ដែលយើងបានបង្កើតមុនហ្នឹងណាបង្កើតឲ្យគាត់ហ្នឹងគឺ source ខ្ញុំសូមបន្តមក password បាទហើយយើងធ្វើការ enter ទៅយើង click OK អូខេអញ្ចឹងកន្លែងហ្នឹងគឺយើងបាន tick មុនហ្នឹងថានៅពេលដែលគាត់ចូលមកត្រូវឲ្យគាត់ដូរ password បាទអញ្ចឹងយើងដាក់ password ថ្មីជូនគាត់បាទយើងដាក់បាទអូខេឥឡូវយើងដាក់ password ថ្មីហើយខ្ញុំចុច enter អញ្ចឹង password វានឹងធ្វើការផ្លាស់ប្ដូរហើយបាទសម្រាប់ user មួយហ្នឹងអូខេអញ្ចឹងយើង tick OK មកបាទអញ្ចឹងគឺកុំព្យូទ័រនឹងបង្ហាញឈ្មោះរបស់គាត់ដែលយើងបានបង្កើតហ្នឹងបាទឥឡូវវាបានចូលមកហើយយើងទៅមើល user មើលបាទ user ចេញនេះបាទអញ្ចឹង user គឺដូរឈ្មោះហើយបាទគឺឈ្មោះ user ដែលយើងបានបង្កើតហ្នឹងអញ្ចឹង user គឺការបង្កើត user គឺប៉ុណ្្នឹងហើយបញ្ជាក់ផងដែរបងប្អូនអាច reset អាច disable user គាត់បានផងដែរនៅលើ server ទាំងមូលហ្នឹងអញ្ចឹងយើងមកស្ដាប់មកយើងអាច disable account គាត់កុំឲ្យគាត់ចូលបានបាទយើងអាច reset password យើងអាច add គាត់ទៅ group បាទ group ខ្ញុំនឹងនិយាយបន្ថែមទៀតនៅពេលបន្តិចទៀតនេះdisable ប៉ុន្តែអ្នកនរតែដឹងថានៅពេលកំឡុងពេលដែលគាត់កំពុងប្រើប្រាស់យើង disable ទៅគឺគាត់នៅតែប្រើបានអញ្ចឹងបាទគាត់ថាកំឡុងពេលណាមួយដែលគាត់បិទម៉ាស៊ីនឬក៏គាត់បើកឡើងវិញឬក៏គាត់ log out ហើយគាត់ log in ចូលវិញគឺចូលលេងបានហើយពេលយើង disable ហើយបាទអញ្ចឹងអាហ្នឹងមានប៉ុណ្្នឹងបាទអរគុណច្រើនតិចទៀតយើងនឹងនិយាយអំពីបាទ group វិញម្ដងតើ group នឹង OU វាខុសគ្នារបៀបណាបាទសួស្តីដល់គ្នាម្ដងទៀតនៅក្នុងវីដេអូហ្នឹងគឺយើងនឹងប្រាប់ពីរបៀបនៃការបង្កើត group អញ្ចឹង group អីទៅជា group ហ្នឹងគឺយើងនឹងបង្កើត group ហ្នឹងនៅក្នុង department របស់យើងវីដេអូមុនគឺយើងបានធ្វើ department IT បាទហើយយើងចង់ share resource នៅក្នុងហ្នឹងនៅក្នុង department IT ហ្នឹងជា group បាទនៅក្នុង department តគ្នាអញ្ចឹងយើងនឹងបង្កើត group មួយដើម្បីផ្ទុកពួកគាត់ទាំងអស់ហ្នឹងដែលអាចឲ្យគាត់បាទចូលយក resource នៅក្នុងហ្នឹងបានបាទបន្ទាប់មកយើងចុចយើងចូល Windows server របស់យើងមកហើយយើងចុច Windows មក key Windows ហើយយើងចូល administrator 2អញ្ចឹងនៅពេលដែលយើងរាល់ពេលយើងធ្វើការយើងតែងតែមកបើកវារហូតបែបហ្នឹងបាទគឺវាញ៉ៃមែនតើបាទវាចូលពីបៃតងអញ្ចឹងយើងអាច
បង្កើតconsole មួយបាទ console root មួយអញ្ចឹងយើងអាច press key window បងនឹងអក្សរ A មកហើយយើងវាយពាក្យថា MMC បាទគឺ Microsoft សុំតោះ Microsoft Management Console បាទអញ្ចឹងយើងចុច enter មកបាទអញ្ចឹងយើងនឹងទៅបង្កើត console មួយដែលផ្ទុកអ្វីដែលយើងបើកមកគឺយើងធ្វើការលើវាបាទយើងដើម្បី add វាទៅលើហ្នឹងបាទបន្តមកយើងចុចកន្លែង file បាទចូល file ហើយយើងចូលពាក្យថា add and remove snap in មកបាទអញ្ចឹងយើងត្រូវការដាក់tool ណាដែលយើងអាសាប្រើអញ្ចឹងដូចខ្ញុំប្រើច្រើន Active Directory user and computer អញ្ចឹងយើងចុចលើវាយើង add មកបាទតោះគ្នាមានអីទៀតអាចដាក់នឹងចូលទៅបើមាន folder មានអីចឹងណាបាទហើយកាលណាដែលយើងចង់លុបចេញវិញយើងចុចលើវាហើយយើងយក remove ខាងនេះមកបាទអញ្ចឹងគឺប៉ុណ្្នឹងហើយខ្ញុំចុច OK ហើយយើង save បាទយើង save វាដាក់ទៅលើ desktop របស់យើងទៅបាទខ្ញុំដាក់លើ desktop ហើយខ្ញុំដាក់ឈ្មោះថា MMC ចា MMC console បាទឲ្យយើងដាក់ឈ្មោះហើយយើងចុច save មកអូខេអញ្ចឹងវានឹង load មកលើនេះហើយដល់ពេលដែលយើងបើកមកគឺយើងគ្រាន់តែចុចលើវាទៅវានឹងទៅបើកការងាររបស់យើងនឹងតែម្ដងបាទនេះអូខេបាទអញ្ចឹងគឺបែបហ្នឹងបាទបន្តមកទៀតយើងទៅបង្កើត group អញ្ចឹង group យើងឲ្យបង្កើតកន្លែងណាបានហើយចាំយើង move វាទៅដាក់កន្លែងដែលយើងចង់ដាក់វិញក៏បានដែរឧទាហរណ៍ថាខ្ញុំចង់បង្កើតនៅក្នុង IT department ហ្នឹងទៅហើយយើងចូល user មកហើយយើងមកស្ដាំយើងយកពាក្យថា new បាទហើយយើងអាចបាទនេះ group អញ្ចឹងយើងបង្កើត group វិញដាក់ឈ្មោះ group ហ្នឹងតែម្ដងឧទាហរណ៍ថាខ្ញុំដាក់ថា admin IT អូខេហើយយើងចុច OK មកអញ្ចឹងយើងបាន group មួយហ្នឹងទៅវាចូលមើលក្នុង group ហ្នឹងយើងមាន description យើងមាន member យើងអត់មាន member ទេបាទហើយយើងអាចបង្កើត member of member ទៀតបាទយើងបង្កើត group នៅក្នុង group ហ្នឹងមួយទៀតបាទបង្កើតតនឹងទៀតហើយ member យើងធ្វើការ add ចូលមកបាទយើងវាយឈ្មោះអ្នកដែលយើងចង់ add ចូលបាទយើងវាយចឹងមកយើង check name មកអូខេនេះគឺត្រូវហើយអញ្ចឹងservice account បន្តមកយើងចុច OK មកអូអត់បានចុចអត់បានមកគេឲ្យខ្ញុំសុំ cancel យើង add របៀបផ្សេងក៏បានដែរអានេះ admin បាទហើយយើងចុចលើគាត់នេះមកហើយយើងចុច add to group បាទហើយបន្តមកយើងវាយឈ្មោះgroup របស់យើងវិញបាទ admin IT ហើយយើងចុច check name បាទបើសិនជាចេញបន្តពីក្រោមបែបនេះគឺត្រូវហើយឬក៏យើងអាចចុច advanced ហើយយើងទៅ browse ក៏បានដែរបាទយើងចុច find បាទនេះ admin IT នេះហើយយើងចុច OK មកបាទហើយបន្តមក OK អញ្ចឹងនេះគឺយើងបាន add គាត់ចូល group រួចរាល់ហើយបាទបើយើងចូលទៅមើលនៅក្នុង group ហ្នឹងយើងចូល member យើងនឹងឃើញមានឈ្មោះគាត់នៅក្នុងហ្នឹងហើយបាទអញ្ចឹងហ្នឹងគឺនៅក្នុង group ហ្នឹងអញ្ចឹង group មាន admin IT ហើយយើងចូលមើលនៅក្នុង user ហ្នឹងបើមិនយើងយក property ហើយយើងចូលកន្លែង member of បាទអញ្ចឹងយើងនឹងឃើញគាត់ថាគាត់នៅក្នុង group admin IT អូខេបន្តមកខ្ញុំsẽបង្កើត group ថ្មីមួយទៀតបាទខ្ញុំ new ហើយយើងយក group មួយទៀតខ្ញុំដាក់ឈ្មោះ group ថា assistant ចុះ assistant IT ចុះបាទហើយយើងចុច enter មកបាទអញ្ចឹងយើងមាន group មួយទៀតហើយគឺ assistant មួយ rename ទុកបាទឲ្យវាដក clear ដើម្បីស្រួលមើលអញ្ចឹងយើងមានមួយ admin មួយ admin បាទមាន member មួយហើយបាទប៉ុន្តែassistant អត់មានទេអញ្ចឹងខ្ញុំត្រូវការបង្កើត user ថ្មីមួយដើម្បី add គាត់ចូល assistant អញ្ចឹងខ្ញុំយកពាក្យថា new ទៅដែរហើយខ្ញុំបង្កើត user អញ្ចឹងខ្ញុំដាក់ឈ្មោះឲ្យគាត់ទៅបាទឧទាហរណ៍ថាសួរអូខេអូខេបន្តមកយើងដាក់ user login បាទចឹងខ្ញុំដាក់ទៅស្រួលបាទអូខេបែបហ្នឹងហើយយើងចុចពាក្យថា next បាទយើងឲ្យគាត់កន្លែងនេះខ្ញុំគួរតែឲ្យគាត់ដូរ password ឬក៏អត់អូខេដូរចុះយកហ្នឹងហើយខ្ញុំ ABC គេដាក់ password គាត់ខ្ញុំសុំលឿនកន្លែងនេះដោយសារតែយើងបាននិយាយគ្នាអំពីរបៀបបង្កើត user នៅមួយខ្សែហើយអញ្ចឹងខ្ញុំអត់បញ្ចូលបន្ថែមទៀតទេបាទ
ចឹងចុច finish ចឹងយើងមាន user មួយទៀតហើយបាទ user មួយទៀតហើយអញ្ចឹងខ្ញុំនឹង move គាត់ទៅកាន់បាទ group IT assistant បាទ assistant IT យើងចូលកន្លែងវាថា move មកសុំទោសយើង add គាត់ចូល group បាទ add to group បាទហើយខ្ញុំចូល add បានសុំទោសយើងចូលនេះ member យើងចូល add បាទហើយយើងចូល add បានចូល add ទាំងវាយឈ្មោះមកបាទយើងចូល add យើង add បែបហ្នឹងក៏បានដែរអត់អីទេបាទហើយយើងវាយតែ username គាត់ឲ្យតែត្រូវហើយយើងចុច check name បាទវានឹងបង្ហាញបែបនេះវិញអញ្ចឹងយើងចុច OK មកបាទហើយ click apply អូខេអញ្ចឹងនៅក្នុង IT assistant ហ្នឹងគឺមាន member មួយដែរបាទគឺឈ្មោះនេះអញ្ចឹងយើងមាន2ហើយបាទបន្ទាប់បានប៉ុណ្ណឹងហើយខ្ញុំនឹងបង្កើតបាទ file server មួយស្អីណាយើងបង្កើត file server មួយដើម្បីធ្វើការ share data បាទ share data resource ហ្នឹងនៅក្នុង server របស់យើងអញ្ចឹងយើងចូលទៅ server ហើយយើងចូលបើយើងមានតែមួយ drive ទេខ្ញុំបានបង្កើតទេហើយខ្ញុំបង្កើត folder ថ្មីមួយខ្ញុំដាក់ថា data ហើយយើងចុចបាទនៅក្នុង data ហ្នឹងយើងមាន folder ផ្សេងៗទៀតឧទាហរណ៍ថាយើងមាន accounting បាទយើងមាន finance បាទហើយបន្តមកយើងមាន information technology អញ្ចឹងទៅបាទឬក៏ IT អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាមានជា file share ហើយយើងចង់ share folder មួយហ្នឹងទៅឲ្យ group មួយបាទ group ណាមួយឧទាហរណ៍មិញយើងមាន2 group បាទខ្ញុំបិទអាហ្នឹងចោលហើយខ្ញុំចូលកន្លែងមក MMC ហើយខ្ញុំទៅការ add នេះបន្ថែមទៀតបាទ file server file share បាទនេះហើយគឺ share folder ហើយយើង add មកហើយចុច finish បាទអញ្ចឹងយើង click OK អញ្ចឹងយើងនឹងបាន file share នេះមួយទៀតហើយបាទអញ្ចឹងខ្ញុំនឹងបញ្យល់ថាអីទៅជា file share folder ហ្នឹងបាទអានេះគឺជា default share របស់វាបាទយើងចូលមកកន្លែង share មកបាទនេះសុំទោសបាទនេះកន្លែងជា default share របស់វាអញ្ចឹងយើងទៅការបង្កើត share បាទ share folder នេះមកបង្កើតមិញតែប៉ុន្តែរបៀបបង្កើតរបៀបដាក់ share ហ្នឹងវាមានច្រើនរបៀបបាទខ្ញុំធ្វើរបៀបនេះក៏បានដែរយើងចុចមកស្ដាំមកហើយយើងយកពាក្យថា new share អូខេយើងចុច next មកបន្ទាប់មកយើងទៅ browse អា folder នេះមកបង្កើតមុនហ្នឹងយើងចូលមកបាទនៅ desktop នៅ drive C អូខេ data ចឹងខ្ញុំ share នេះ folder នេះ information technology នេះ IT ហ្នឹងឯងបាទហើយយើងចុចមកអូខេបន្ទាប់មកនេះអូខេធ្វើការចុច next បាទអញ្ចឹងអានេះគឺជាឈ្មោះបាទយើងអាចដាក់ឈ្មោះបានបន្ថែមទៀតយើង share information technology ប៉ុន្តែយើងអាចកែអាឈ្មោះនឹងទៅជា IT ក៏បានដែរបាទកន្លែងហ្នឹងអត់អីទេឥឡូវយើងដាក់ថា IT ចុះបន្ទាប់មកខ្ញុំចុចnext ទៅបាទកន្លែងនេះយើងអាចឲ្យ all user គាត់ read only access បាទយើងអាចកំណត់នៅលើនឹងបានប៉ុន្តែខ្ញុំសូមចូលទៅកន្លែង customize មកយើងចូល customize ដើម្បីយើង share ទៅឲ្យតែ group មួយទេដែលយើងបានបង្កើតយើង custom មកបាទកន្លែងនេះ everyone នេះយើងត្រូវការលុបចោលបាទឃើញទេអញ្ចឹងអា share ហ្នឹងវាដូចតែ share folder របស់យើងធម្មតាទេបាទបន្ទាប់មកយើង share ហើយយើងចុច add មកយើង add ខាងអ្នកណាអូខេឥឡូវតើខ្ញុំដាក់ add admin IT ហើយយើងចុច check name មកអូខេត្រូវហើយខ្ញុំចុច OK អញ្ចឹងគាត់ admin IT ហ្នឹងគាត់មានសិទ្ធ full control បាទអញ្ចឹងគាត់ជា admin គាត់មានសិទ្ធជា full បាទហើយបន្ទាប់មកខ្ញុំ add មួយទៀតខ្ញុំ add assistant IT ម្ដងហើយយើងចុច check name អូខេអត់ត្រូវ IT អីយ៉ាម្ដងទៀត IT check name មកអូខេចុច OK មកបន្ទាប់មកយើងឲ្យគាត់មានសិទ្ធត្រឹមតែបាទ read only បាទ read only ទៅបានហើយអញ្ចឹងយើងអត់ឲ្យគាត់ full control ដូច admin ទេអញ្ចឹងគាត់ចូលមកគាត់បានតែមើលទេបាទអញ្ចឹងគឺផ្សេងគ្នាពីហ្នឹងយើងអាចកំណត់ rule ឲ្យពួកគាត់បានបាទឥឡូវហ្នឹងបន្ទាប់ពីយើងបើកហើយអស់ហើយយើងចុច OK មកហើយបន្ទាប់មកយើងចុច finish ទៀតអូខេអញ្ចឹងយើងបាន save បន្ទាប់មកយើងបានបង្កើត file share មួយហើយយើងនឹងតេស្តមើលបងប្អូនថាតើ user គាត់យើង share ទៅពី group មួយជា admin group មួយជា
group មួយគឺ group admin គាត់ full control បាទដែល live user ដែលនៅក្នុង group assistant គាត់បានត្រឹមតែ read ទេអញ្ចឹងយើងចង់ដឹងថាតើវាបែបហ្នឹងមែនអត់តោះយើងទៅតេស្តវាដល់គ្នាយើងចូលម៉ាស៊ីន client របស់យើងវិញបាទចូលម៉ាស៊ីន client ម៉ាស៊ីននេះគឺម៉ាស៊ីន admin បាទគឺឈ្មោះ user ហ្នឹងអញ្ចឹងតោះគ្នាឃើញណាបន្តមកយើងទៅការដាក់ password បាទយើងចូលមកហើយបន្តដើម្បីចូលទៅកាន់ share នឹងបានអ្នកនរចុចសំទោសចុច key window បូកអក្សរ A បាទហើយយើងបាយបែបនេះហើយយើងដាក់ IP server របស់យើង 192.168.1 អត់សំទោស.168.1.1 អូខេហើយយើង enter មកបាទអាហ្នឹងគឺវាតាមរយៈ network ហ្នឹងបងប្អូនអូខេនេះឃើញឈ្មោះ IT អត់យើង share information technology ប៉ុន្តែនៅពេលដែលយើង set file share យើងដាក់ថា IT អញ្ចឹងគឺវាបង្ហាញបែបហ្នឹងហើយអានេះគឺ default មកស្រាប់អញ្ចឹងយើងចូលមក IT ហ្នឹងមកអូខេអត់ទាន់មានអីទេហើយយើងអាចបង្កើត file ថ្មីនៅលើហ្នឹងបានយើងបង្កើត file ថ្មីនៅលើហ្នឹងបានឧទាហរណ៍ថាpassword password អីចឹងទៅអូខេយើងឃើញទេយើងអាចបង្កើត file នៅលើហ្នឹងបានយើងអាច read write អូខេបន្តមកខ្ញុំសាកដាក់ថាអីផ្សេងៗទៅខ្ញុំដាក់ថា server ok ហើយយើងអាច save វាបានបាទអញ្ចឹងយើងឃើញហើយអូខេអាហ្នឹងគឺជា admin អញ្ចឹងយើងចាំមើលថា account មួយដែលជា assistant គាត់ចូល file server ហ្នឹងគាត់អាច read write បានដែរអត់អញ្ចឹងខ្ញុំដោយសារខ្ញុំអត់មានម៉ាស៊ីន client មួយទៀតទេខ្ញុំមានតែមានតែមួយអញ្ចឹងខ្ញុំត្រូវការ log out ចេញពីម៉ាស៊ីននេះព្រោះមុនហ្នឹងយើងបានបង្កើត user មួយដែរបាទយើងចុចយើងចុច sign out បាទយើងចូលមកហើយយើងត្រូវការ sign in មក add other user ហើយយើងដាក់ឈ្មោះ user ដែលយើងបានបង្កើតមុនហ្នឹង source. អូខេ password enter អូខេដាក់ new password អូខេខ្ញុំដូរ password ឲ្យយើង login ចូលបាទចាំតិចបាទuser នេះគាត់ចូលមកហើយបាទអញ្ចឹងយើងមើលបងប្អូនគ្នាថាគាត់ជា user អីបាទអញ្ចឹងគឺយើងបានផ្លាស់ប្ដូរហើយបន្ទាប់មកយើងនឹងចូលទៅកាន់កន្លែង share យើងចុច window ជាមួយនឹងអក្សរ A ហើយដូចគ្នាដែរបាទIP របស់ server គឺ 192.1.1.1 អូខេអញ្ចឹងយើងចូលមកនេះគឺយើងឃើញដូចគ្នាបាទហើយយើងចូលមកយើងចុចបើក file ហ្នឹងមកបន្ទាប់មកខ្ញុំនឹងធ្វើការថែមឧទាហរណ៍ថាpassword admin IT អូខេបន្ទាប់មកខ្ញុំចុចsave ហើយ save ដែរឃើញទេគឺយើងអាច save បានទេបាទគឺគាត់អត់មានសិទ្ធិនៅក្នុងការ read ឬក៏ write ទៅលើ file ហ្នឹងបានទេអញ្ចឹងទៅ save ក៏គាត់ save ឲ្យកើតដែរ replace ខ្ញុំឲ្យគាត់ replace បាទគឺនេះ you don't have permission អញ្ចឹងគឺគាត់អត់មានសិទ្ធិនៅក្នុងការ read write ទៅលើwrite ទៅលើ file ហ្នឹងទេគាត់មានតែសិទ្ធិត្រឹម read ទេបាទអញ្ចឹងគឺ file share គឺ file share server គឺយើងមានប៉ុណ្្នឹងហើយវីដេអូក្រោយខ្ញុំនឹងបរៀនអំពីរបៀបនៃការបិទ port បាទបិទ port USB ពី flash ផ្សេងនៅលើម៉ាស៊ីន client របស់យើងដើម្បីជៀសវាងពីការវាយប្រហារទៅតាម flash បាទឆ្លងមេរោគឆ្លងអីជាដើមហើយជាមួយនឹងការ fix កុំឲ្យ user ហ្នឹងគាត់ដូរ IP សំទោសដូរ wallpaper នៅលើម៉ាស៊ីនបាទយើងមានន័យថាយើង set wallpaper ហ្នឹងមួយគឺទៅគ្រប់ម៉ាស៊ីនហ្មងបាទអញ្ចឹងអាហ្នឹងគឺបែបហ្នឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណសម្រាប់ការតាមដានទស្សនា